បាទសួស្តីបងប្អូនទាំងអស់គ្នាបាទត្រឡប់ជួបគ្នាសាជាថ្មីម្ដងទៀតបាទអំពីការរៀនដោះស្រាយលំហាត់បាទឬក៏ធ្វើលំហាត់ផ្សេងៗណាថ្ងៃនេះលោកគ្រូមានចំណោទចំនួនខ្ទង់បាទដែលលើកចេញពីសៀវភៅគណិតវិទ្យាថ្នាក់ទី4បាទហើយចំណោទនេះគឺជាចំណោទទី3បាទដែលតពីវីដេអូមុនណាតោះឥឡូវកុំឲ្យខាត់ពេលយូរយើងទៅសិក្សារបៀបនៃការដោះស្រាយចំណោទទាំងអស់គ្នាមួយគ្រូណាហើយសូមបញ្ជាក់បងប្អូនទាំងអស់គ្នាថាជួយប្រាប់គ្រូផងណាតើលោកគ្រូធ្វើវីដេអូបែបហ្នឹងណាតើបងប្អូនងាយស្រួលយល់ជាងវីដេអូលោកគ្រូទេសដៃផ្ទាល់ឬក៏បាទពិបាកយល់ជាងវីដេអូដែលលោកគ្រូទេសដៃណាអញ្ចឹងបើសិនជាពិបាកមើលឬក៏ពិបាកយល់បងប្អូនអាចខមមិនប្រាប់លោកគ្រូបានណាលោកគ្រូនឹងផ្លាស់ប្ដូរបាទដើម្បីឲ្យបងប្អូនទាំងអស់គ្នាមើលទៅយល់ក៏ដូចជាមិត្តភ័ក្តិផ្សេងណាមើលទៅឆាប់យល់ឆាប់បានណាអញ្ចឹងចំណោទទី3គឺថាបាទពូសនធ្វើរបងផ្ទះថ្ងៃទី1បានបាទ2/10បាទថ្ងៃទី2បាន3/10បាទនិងថ្ងៃទី3បាន1/10បាទតើទាំង3ថ្ងៃពូសនធ្វើរបងបានប៉ុន្មានភាគបាទអញ្ចឹងចំណោទនេះគឺជាចំណោទទី3បាទគេសួរបែបហ្នឹងណាតោះបងប្អូនដែលចេះអានលោកគ្រូអានឲ្យម្ដងទៀតណាហើយរៀនអានតាមលោកគ្រូណាគ្រូអានមួយទេអញ្ចឹងចំណោទបាទ3ពូសនធ្វើរបងផ្ទះបាទថ្ងៃទី1បាន2/10ថ្ងៃទី2បាន3/10និងថ្ងៃទី3បាន1/10តើទាំង3ថ្ងៃពូសនធ្វើរបងបានប៉ុន្មានភាគបាទបងប្អូនយល់ចំណោទហ្នឹងអត់បាទដើម្បីធ្វើចំណោទបាទយើងអត់ងាយយល់ណាអានចំណោទយ៉ាងហោចណាស់ក៏អានបាទចាប់ពី3ដងឡើងទៅដែរណាបើសិនជាយើងអត់យល់តែបងប្អូនឆ្លាតអានតែម្ដងគឺយល់ដែរអញ្ចឹងបើងាយយល់អានយ៉ាងតិចឲ្យបាន3ដងឡើងទៅណាអញ្ចឹងគេថាពូសនធ្វើរបងផ្ទះបាទថ្ងៃទី1បាទគាត់ធ្វើថ្ងៃទី1មុនដំបូងបាន2/10បាទលោកគ្រូយល់ប៉ុណ្ណឹងទៅពេលថ្ងៃទី2បាន3/10ថ្ងៃទី3បានបាទ1/10បានរហូតណាបានទុករហូតណាអញ្ចឹងបាទចំណោទនេះគេសួរថាតើទាំង3ថ្ងៃពូសនធ្វើរបងបានប្រមាណតើបងប្អូនគិតមើលថាចំណោទនេះគឺធ្វើប្រមាណវិធីអ្វីបាទគិតបន្តិចមើលបាទលោកគ្រូឧទាហរណ៍ថាពូសនហ្នឹងណាគាត់ថ្ងៃទី1គាត់រើសបានដោយ1000ណាឧទាហរណ៍ថ្ងៃទី2គាត់រើសបានដោយ1000ទៀតហើយដល់ពេលថ្ងៃទី3គាត់រើសលុយបាន1000ទៀតអញ្ចឹងបងប្អូនគិតមើលថាគាត់រើសលុយបាទទាំង3ថ្ងៃបានលុយប៉ុន្មានគិតមើលបាទបាន3000មែនទេចុះបងប្អូនគិតមើលថាបងប្អូនដឹងថាគាត់រើសបានលុយ3000ទាំង3ថ្ងៃហ្នឹងតើបងធ្វើយ៉ាងម៉េចបានដឹងថាគាត់រើសបាន3000បាទដោយសារតែបងរាប់សរុបចូលគ្នាមែនទេបាទសរុបចូលគ្នាគេធ្វើប្រមាណវិធីអីបាទធ្វើបូកមែនទេអញ្ចឹងដូចគ្នាយ៉ាងចំណោទនឹងដែរថ្ងៃទី1គាត់ធ្វើបានប៉ុណ្នេះបាទថ្ងៃទី2គាត់ធ្វើបានប៉ុណ្នេះថ្ងៃទី3គាត់ធ្វើបានប៉ុណ្នេះមិនអញ្ចឹងហីអញ្ចឹងគេសួរទាំង3ថ្ងៃគាត់ធ្វើបានប្រមាណមានតែគេចង់ដឹងសរុបតែគាត់ធ្វើបានប្រមាណភាគឃើញទេបាទអញ្ចឹងគេធ្វើប្រមាណវិធីអីគាត់បាទធ្វើប្រមាណវិធីបូកណាតោះឥឡូវទៅដោះស្រាយមួយគូបាទចំណោទយើងដាក់ប្រមាណវិធីបាទមានជារបៀបឆ្លើយណាអញ្ចឹងបងប្អូនសេស្អាតបែបហ្នឹងណាបាទហើយដាក់បន្ទាត់គូបន្ទាត់វាស្អាតណាបាទទៅសេស្អាតបាទលោកគ្រូអ្នកគ្រូគាត់នឹកឃើញក៏ចង់ឲ្យបន្ទុកដែរទោះបីខុសក៏ថែមបន្ទុកឲ្យខ្លះដែរណាបាទប្រមាណវិធីរបៀបឆ្លើយខាងប្រមាណវិធីនេះកន្លែងយើងដោះស្រាយនិងកន្លែងយើងគណនាណាខាងរបៀបឆ្លើយមានន័យថាកន្លែងដែលយើងឆ្លើយបាទរកបាទលំដាប់ដោយយ៉ាងម៉េចណាកន្លែងនេះយើងកន្លែងយើងគិតលេខតោះឥឡូវយើងរកអីគេមកគេសួរថាតើទាំង3ថ្ងៃពូសនធ្វើរបងបានប្រមាណភាគឃើញទេបាទយើងរកប្រភេទរបងដែលពូសនធ្វើបានមិនអញ្ចឹងហីពីព្រោះគេសួរនេះ
ប្រមាណភាគបានប្រមាណភាគរបស់បងគាត់ធ្វើអញ្ចឹងយើងរកប្រភេទរបស់បងដែលពូសនធ្វើបានណាគេសួររកអីគុណសួរគុណរកហ្នឹងមកបាច់ចាំថាលុបតើចេញតែនេះទេបាច់ទេអត់តែសួររកអីគុណរកហ្នឹងមកឲ្យដឹងគេសួរយើងថាទៅកើតគេសួរយើងទៅណាយើងថាយើងរកទៅនងទៅណាអញ្ចឹងណាអញ្ចឹងរកប្រភេទរបស់ដែលពូសនធ្វើបាទធ្វើបានមែនទេថ្ងៃទី1ក៏ធ្វើបានប៉ុន្មានបាទ2ភាគ10មែនទេអញ្ចឹងក៏ដាក់ស្រង់2ភាគ10បាទថ្ងៃទី2ក៏ធ្វើបានបាទ3ភាគ10បាទ3ភាគ10បាទថ្ងៃទី2ថ្ងៃទី3ធ្វើបានបាទ1ភាគ10បាទគេសួររកបាទទាំងអស់ទាំង3ថ្ងៃអញ្ចឹងធ្វើប្រមាណវិធីបាទប្រមាណវិធីបូកបាទបូកទាំង3ថ្ងៃនឹងជួបគ្នាមកបាទតើស្មើប្រមាណបាទស្មើប្រមាណណាបាទបងប្អូនមើលចំណោទនេះបាទលេខនេះណាមានភាគបែងដូចគ្នាអត់ភាគបែងនៅខាងក្រោមណាពីយកនៅខាងលើបាទគេថាដើម្បីបូកប្រភេទបាទនឹងប្រភេទគេត្រូវដែលមានភាគបែងខុសគ្នាគេត្រូវតម្រូវភាគបែងឲ្យដូចគ្នាបានគេអាចបូកភាគយកនិងភាគយកចំណែកភាគបែងរក្សាទុកនៅដដែលណាប៉ុន្តែប្រភេទនេះជាប្រភេទដែលមានភាគបែងដូចគ្នាហើយអញ្ចឹងគេថាដើម្បីបូកប្រភេទនិងប្រភេទដែលមានភាគបែងដូចគ្នាបាទគេទុកភាគបែងនឹងទៅនៅដដែលបន្ទាប់មកគេបូកតែភាគយកនិងភាគយកទេតោះណាតោះឥឡូវយើងទៅបូកបាទចឹងគ្រូយកមកដាក់កន្លែងគណនាប្រមាណវិធីហ្នឹងបាទ2ភាគ10បាទបូកឲ្យបាទ2 3ភាគ10បាទបូកឲ្យបាទ1ភាគ10បាទស្មើលោកគ្រូដាក់ផ្លេចដាក់សញ្ញាស្មើនៅខាងមុខណាកន្លែងនេះដាក់ស្មើណាគាត់ណាអញ្ចឹងស្មើកាលណាភាគបែងដូចគ្នាអញ្ចឹងយើងទុកវាតែមួយបាទភាគបែងណា10ណា10ពេលភាគយកយើងបូក2បូក3បាទបូក1ណាតោះនេះបងប្អូនហ្នឹងបាទអញ្ចឹងយើងបាន2បូក3បូក1ភាគបែង10ទុកនៅដដែលបាទស្មើប៉ុន្មានបាទ2បូក3ប៉ុន្មានគាត់5មែនទេ2បូក3 5 5 6 10រក្សាទុកដដែលអញ្ចឹងយើងបាន6ភាគ10តោះណាបាទយកចម្លើយពីមុំពេញមកកន្លែងនេះកន្លែងរបៀបឆ្លើយបាទបាន6ភាគ10លេខនេះសម្រួលកើតទេបាទសម្រួលកើតណាអាចសម្រួលទាំងពីរបានប៉ុន្តែសូមបញ្ជាក់ថាចេះបាទបងអូនអាចសម្រួលបានបងអូនគួរតែសម្រួលតែបើសិនជាបងអូនមិនសូវជំនាញក្នុងការសម្រួលទេបងអាចទុកប៉ុណ្ណឹងក៏បានចម្លើយត្រូវដូចគ្នាណាតោះអញ្ចឹងឃើញចម្លើយហើយយើងដាក់ឆ្លើយថាប្រាប់គេមកគេសួររកបាទគេសួររកហើយយើងរកឃើញយើងប្រាប់គេមកបាទឆ្លើយថាឆ្លើយខាងឆ្លើយប្រាប់គេណាបាទយើងដាក់មកទាំង3ថ្ងៃពូសនធ្វើរបងបានបាទទាំង3ថ្ងៃពូសនធ្វើរបងបានបាទបានប៉ុន្មានក៏នេះរកឃើញមិញបាទ6ភាគ10បាទអញ្ចឹងឃើញចម្លើយហើយបាទឆ្លើយប្រាប់គេហើយគូសអស់វាស្អាតមកណាដើម្បីបានបន្ទុកច្រើនណាតមកទៀតបាទដាក់សញ្ញាខណ្ឌណាហើយគូសតពីក្រោមមកដើម្បីស្អាតនេះអូខេអញ្ចឹងចំណោទដែលលោកគ្រូបង្ហាញនៅថ្ងៃនេះគឺចប់តែប៉ុណ្ណឹងបាទសង្ឃឹមថាបងប្អូននឹងយល់បាទហើយអាចយកទៅដោះស្រាយបញ្ហានៃការសិក្សារបស់បងប្អូនបាទកម្រិតថ្នាក់ទី4បាទមិនបាច់ចាំថ្នាក់ទី4ទេថ្នាក់ទី5ទី6បាទក៏អាចរៀនបានដែរណាបាទសូមអរគុណសូមជម្រាបលា